Snare ដូចជាមិន Snare អ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឃើញសភៅមួយក្បាលនេះហើយនេះគឺខ្ញុំបានទិញកាលពីពីពណ៌សភៅហើយក៏បានអានចប់ដែរអញ្ចឹងថ្ងៃនេះខ្ញុំមក review ពីសភៅ Snare ដូចជាមិន Snare ពីអ្នកនិពន្ធកាណាសម្រាប់សភៅមួយក្បាលនេះកម្រាស់ត្រឹមតែ100ទំព័រជាងទេដូចជា103 104អីទេប៉ុន្តែនៅពេលដែលខ្ញុំបានចាប់ផ្ដើមអានសភៅហ្នឹងមានអារម្មណ៍ថាទាយសាច់រឿងមួយនឹងអត់ត្រូវទេរបៀបអីដែលអ្នកនិពន្ធគាត់ទៅសេមកទាំង plot ទាំងអីហ្នឹងគឺពីថាពេលអានបណ្ដាខ្ញុំចាប់ផ្ដើមទាយបណ្ដាចាប់រឿងនេះគេនិទានអំពីតួស្រីឈ្មោះ Melody ដែលគាត់គឺជាអ្នកចម្រៀងនៅក្នុងក្លឹបរាត្រីមួយប៉ុន្តែគាត់លក់តែសំឡេងទេហើយថ្ងៃមួយគាត់ក៏បានជួបនឹងបរិសុទ្ធប្លែកមុខម្នាក់ឈ្មោះថាម៉ាណិតចាប់ពីពេលដែលគាត់ជួបគ្នានៅក្នុងក្លឹបរាត្រីនឹងមកគឺសាច់រឿងក៏ចាប់ផ្ដើមបតិកលាមកដល់កន្លែងមួយដែលម៉ាណិតនឹងចាប់ផ្ដើមប្រាប់រឿងរ៉ាវកាលពីអតីតកាលដែលMelodyនឹងគាត់មានគំនុំជាមួយនឹងគ្រួសាររបស់ម៉ាណិតនឹងសាច់រឿងនៅក្នុងសភៅនេះអ្នកនិពន្ធគាត់ខ្ញុំមានអារម្មណ៍ថាអ្នកនិពន្ធគាត់ចងតួពីអ្នកនឹងជាប់គ្នាមិនដឹងធ្វើឲ្យខ្ញុំដែលជាអ្នកអានរឿងហ្នឹងខ្ញុំមានអារម្មណ៍ថាហេលហាលខ្លាំងមែនតើនៅពេលដែលអានដល់វគ្គមួយដែលប្រៀបថាយើងចាប់ផ្ដើមដឹងការពិតអ្នកនិពន្ធគាត់បង្ហាញអីមកគឺវាប្រៀបថាយើងអត់នឹកស្មានដល់ហើយនៅពេលដែលខ្ញុំចាប់ផ្ដើមអានដល់ជិតចប់ខ្ញុំក៏ថាចេះប្រហែលជាមិនទៅជាបែបហ្នឹងឯងអ្នកនិពន្ធប្រៀបថាប្រហែលជាគាត់អត់បញ្ចប់រឿងដោយបែបហ្នឹងឯងប៉ុន្តែគឺខ្ញុំទីខុសអាចនិយាយបានថាអានទៅរៀងហេលហាក៏ប៉ុន្តែខ្ញុំនៅតែចង់ឲ្យអ្នកនរគ្នាអានព្រោះដោយសារតែសភៅមួយនេះគឺជាសភៅប្រភេទជំនាន់មុននិពន្ធតាំងពីឆ្នាំ1975បងខ្ញុំច្រើនណាស់សភៅនេះហ៎ចំពោះកិច្ចសន្ទនាឬក៏ការសន្ទនារវាងតួអង្គនិងតួអង្គខ្ញុំមានអារម្មណ៍ថារៀងថ្មីមែនតើដោយសារតែខ្ញុំទើបតែចាប់ផ្ដើមអានស្នាដៃរបស់អ្នកនិពន្ធឈ្មោះកាណានឹងដែរទេអាចនិយាយបានថាវារៀងប្លែកម្យ៉ាងដែរយ៉ាងពាក្យពេចន៍ហើយនឹងការសន្ទនាអីផ្សេងៗគឺថ្មីសម្រាប់ខ្ញុំគឺថ្មីដោយសារតែគាត់ធ្លាប់អានសភៅពីដើមមកដែរប៉ុន្តែសម្រាប់រឿងនេះមួយគឺវាថ្មីសម្រាប់ខ្ញុំហើយបើសួរថាល្អអានអត់រឿងនេះល្អអានប៉ុន្តែវារៀងហេលហាលនៅពេលដែលខ្ញុំអានទៅខ្ញុំពិតជាស្រឡាញ់តួប្រុសខ្លាំងមែនតើដោយសារតែទាំងមើលថែទាំងការពារក៏ប៉ុន្តែគឺវាមានអីនៅពីក្រោយរឿងនឹងធំខ្លាំងមែនតើដែលតួប្រុសព្យាយាមលាក់អត់ឲ្យតួស្រីដឹងឯងហើយទាំងដែលវាថាតួស្រីក៏គាត់ចេះតែខ្លាចដែរព្រោះមិននឹងអត់ដែរស្គាល់ឲ្យសុកមកស្និទ្ធស្នាលអីអញ្ចឹងណាព្រោះហើយមិត្តភ័ក្តិរបស់តួប្រុសហ្នឹងក៏ចេះតែប្រាប់ទៅតួស្រីវិញថាម្នាក់ហ្នឹងមនុស្សល្អទេអីអញ្ចឹងទៅប៉ុន្តែជាធម្មតាក្នុងនាមយើងជាមនុស្សស្រីហើយទៅតែស្គាល់បរិះម្នាក់ដែលយើងដែរស្គាល់ហើយស្រាប់តែគាត់ថាគាត់ស្គាល់អ្នកផ្ទះយើងអីអញ្ចឹងក៏មានអារម្មណ៍ថាភ័យដែរប៉ុន្តែពួកគាត់ពីរនាក់នេះស្រឡាញ់ក៏ដូចជាមិនស្រឡាញ់ស្នេហ៍ក៏ដូចជាមិនស្នេហ៍ដូចចំណងជើងអញ្ចឹងសិនជាអ្នកនរគ្នាចង់ដឹងថាតើសាច់រឿងមួយនេះហេលហាលបែបណាអ្នកនរគ្នាអាចរកទិញសភៅនេះបាន